រឿងចចកនិងកំពើកាលពីព្រេងនាយមានចចកត្រោមមួយក្បាលធំសម្បើមណាស់ដល់រដូវរំហើយត្រពាំងបឹងបួទាំងឡាយរីងទឹកអស់ជាច្រើនចចកបានដើរស្វែងរកត្រីសត្វខ្មឹងទឹកដើម្បីជាចំណីថ្ងៃមួយចចកដើរទៅដល់ត្រពាំងមួយដែលរីងស្ទើរអស់ទៅហើយនៅសល់តែផកប្រឡងមួយប៉ុណ្ណោះនៅក្នុងផកនោះចចកឃើញមានត្រីកំពឹសបង្កងនិងក្តាមជាច្រើនណាស់វារកចុះរកឡើងពេញផកចចកឃើញហើយត្រេកអរជាខ្លាំងរីករាយក្នុងចិត្តគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកទៀងសពថ្ងៃកំពើមួយក្បាលដែលមានប្រាជ្ញាបានឮចចកនិយាយដូច្នេះហើយក៏គិតរកល្បិចដើម្បីរំដោះខ្លួននឹងសត្វទាំងអស់គ្នាកំពើក៏ចាប់ផ្ដើមនិយាយលួងលោមចចកថាបងចចកអើយពួកយើងទាំងអស់គ្នាសុទ្ធតែជាចំណីរបស់បងទាំងអស់ហើយប៉ុន្តែយើងទាំងអស់គ្នាប្រឡាក់ផកណាស់បើបងស៊ីយើងទាំងផកដូច្នេះមិនឆ្ងាញ់ពីសាទេចចកឆ្លើយថាចុះធ្វើដូចម្ដេចនឹងឆ្ងាញ់ពីសាកំពើតបថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតសិនហើយសឹមស៊ីនោះទៅឆ្ងាញ់ពីសាចចកបោះសួរធ្វើដូចម្ដេចនឹងយកទៅលាងទឹកបានបើច្រាន់ដល់ម្លេះកំពើថាបងចចកកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំចចកដែលមានចិត្តលោភហើយល្ងងផងក៏ឆ្លើយថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពើក៏ប្រាប់ល្បិចថាបានដូច្នេះចុះបងឯងចុះមកដេកនៅនាវក្នុងភក់នេះហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបងឯងបងនាំយើងទៅរកស្ទឹងបឹងឬបួនណាដែលមានទឹកថ្លាច្រើនពេលទៅដល់ហើយបងគ្រាន់តែលាងយើងឲ្យស្អាតរួចសឹមបងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះចចកជឿតាមពាក្យកំពើក៏ដេកនៅនាលក្នុងភក់ពួកកំពើត្រីនិងសត្វក្នុងទឹកឯទៀតក៏នាំគ្នាតោងខំរោមចចកជាប់ពេញខ្លួនរួចចចកក៏ដើរនាំទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកក៏ដើរចូលទៅក្នុងទឹកពេលនោះត្រីនិងកំពឹសទាំងអស់ក៏លោតចេញពីខ្លួនចចកមុជទៅក្នុងទឹកបឹងបាត់អស់ទៅកំពឹសខ្លះក៏ហែលចេញទៅហើយស្រែកប្រាប់ចចកថាបងចចកអើយបងទៅជញ្ជូនត្រីនិងកំពឹសដែលនៅសល់ក្នុងត្រពាំងនោះមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងពួកយើងនៅចាំបងនៅទីនេះចចកក៏រត់ត្រឡប់ទៅជញ្ជូនត្រីនិងកំពឹសមកទៀតលុះត្រាតែអស់ពីត្រពាំងនោះលុះជញ្ជូនមកដល់បឹងក៏ឃើញពួកត្រីក្តាមខ្យងមុជចូលក្នុងទឹកជ្រៃបាត់អស់ទៅ